ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកថតរឿងមួយឈ្មោះជីតាថាដូនិងជីតារស់នៅលើចង្កឹះភ្នំនៃប្រទេសជប៉ុននៅជុំវិញផ្ទះតាមល្បែងភ្នំមានសារ៉ារបស់អ្នកស្រុកជាច្រើនរសៀលថ្ងៃមួយមានហេតុការណ៍មួយកើតឡើងគួរឲ្យតក់ស្លុតដំបូងគេឃើញជីតាថាដូឈរសម្លឹងទៅសមុទ្រហើយស្រាប់តែមានទឹកមុខស្លេកស្លាំងភ្លាមនោះគាត់ស្រែកយ៉ាងភ្លាត់សំឡេងទៅកាន់ថាដូចៅអញរត់លឿនទៅយកមែកឈើដែលកំពុងឆាស់នោះមកឲ្យតាឆាប់ឡើងឮដូច្នេះថាដូក៏ប្រញាប់ប្រញាល់រត់សម្ដៅភ្នក់ភ្លើងហើយចាប់កន្ទុយអុសដែលកំពុងឆាស់ក្រហមមកចរាមមកឲ្យជីតាភ្លាមនោះគាត់បានដុតស្រូវក្នុងស្រែឆាស់យ៉ាងសន្ធោសន្ធៅថាដូឆ្ងល់នឹងទង្វើរបស់ជីតាយ៉ាងខ្លាំងវាយល់នឹងសួរបញ្ជាក់លោកតាកំពុងដុតស្រូវហើយណាជីតាគ្រាន់តែងក់ក្បាលតែក៏មិនបានចាប់អារម្មណ៍នឹងសម្ដីថាដូឡើយគាត់ថែមទាំងប្រាប់ថាដូឲ្យដុតស្រូវបន្ថែមទៀតគ្រានោះវាលស្រែដែលមានស្រូវក្រហមដោយកំរាលព្រំប្រែជាពណ៌ខ្មៅគ្របដណ្ដប់ដោយផ្សែងខ្មៅខ្មៅខ្មាស់អណ្ដែតលើអាកាសទស្សនភាពនេះធ្វើឲ្យអ្នកភូមិនាំគ្នារត់ឡើងមកលើភ្នំដើម្បីបន្លត់ភ្លើងគ្រាន់តែឡើងមកដល់ស្រែភ្លាមបុរសម្នាក់បានសួរទាំងកំហឹងទៅកាន់លោកតាថាដូហេតុអ្វីបានជាមានរឿងនេះកើតឡើងប្រាប់មកលោកតាបានឆ្លើយខ្ញុំជាអ្នកដុតបុរសនោះសួរបន្តហេតុអ្វីលោកតាបានចង្អុលទៅសមុទ្រអ្នកស្រុកមើលតាមដៃគាត់ឃើញរលកដែលធំសម្បើមមួយកំពុងបោកយ៉ាងលឿនសន្លេវសម្ដៅមករកភូមិអ្នកស្រុកពួកគេឈរទៅរឹងគ្មានកម្រើកឬនិយាយស្ដីអ្វីឡើយទឹកបានរត់រំលងភូមិនោះហើយបក់កប់ចង្កឹះភ្នំលន់យ៉ាងខ្លាំងប្រជាជនមានទឹកមុខតក់ស្លុតនិងព្រួយកង្វល់ព្រោះឃើញភូមិរបស់ខ្លួនទាំងមូលនៅក្រោមផ្ទៃទឹកទីបំផុតទើបពួកគេយល់មូលហេតុដែលនាំឲ្យលោកតាសម្រេចចិត្តដុតស្រូវរឿងនេះខ្ញុំមានអារម្មណ៍ថាជីតាថាដូបានធ្វើរឿងត្រូវមួយគឺជួយប្រជាជនពីទឹកជំនន់ខ្ញុំបានរៀនពីអរិយាប័ត្រប្រជាជននៅក្នុងរឿងនេះថាយើងមិនត្រូវស្ដីបន្ទោសឲ្យនរណាម្នាក់មុនស្វែងរកការពិតឡើយឲ្យយើងហើយរឿងនេះអប់រំឲ្យយើងចាស់ជួយគ្នាទៅវិញទៅមកនិងយោគយល់គ្នាជម្រាបលាអ្នកទាំងអស់គ្នា